ទីបំផុតថ្នាលគុណខ្មែរត្រៀមប្រកួតដណ្ដើមពាននឹងគេហើយក្នុងនោះបងប្អូនយើងផ្ទុះការគ្រប់គ្រងខ្លាំងមែនទែនការប្រកួតរទ្ធីគីងកុងប៉ះជាមួយនឹងវីរៈហោះហើរបងប្អូនការដែលជួបលោកមុននោះបងប្អូនដឹងហើយថាការប្រកួតបានត្រឹមតែស្មើគ្នាប៉ុណ្ណោះបាទលើកនេះដាក់ពានមួយ TVK លេងឲ្យកក្រើកតែម្ដងបាទធ្លាប់តែឃើញគូធំលំដាប់ស្រុកខ្មែរណាតែលើកនេះបាទលំដាប់ថ្នាលស្រុកខ្មែរដែលកំពុងចាប់អារម្មណ៍ពីទស្សនិកជនបាទមិនថានៅក្នុងប្រទេសក្រៅប្រទេសទេបងប្អូនបាទគឺចាំមើលគូនេះខ្លាំងមែនទែនហើយអ្នកវិភាគកំពុងតែវិភាគតាក់ទងជាមួយនឹងគូនេះហើយក្នុងនោះការប្រកួតដូចជាមាន5ទឹកបាទមួយទឹកមាន2នាទីតែម្ដងបាទអញ្ចឹងពៀនមួយលុយធំដែរបងប្អូនណាស៊ីលុយធំបាទគូនេះបាទមានបងប្អូនយើងក៏យកវីរៈហោះហើរបាទមានបងប្អូនយើងក៏យករទ្ធីគីងកុងហើយជាពិសេសនឹងជាអ្នកគេហៅថាលេងលក្ខណៈសบายបាទអ្នកលក្ខណៈសบายហ្នឹងគឺជួយគ្រប់គ្រងគុណខ្មែរទៅទៀតបាទគេហៅថាជួយរុញច្រានឲ្យការប្រកួតមួយនេះកាន់តែកក្រើកហើយនឹងមានអ្នកគ្រប់គ្រងកាន់តែច្រើនប៉ុន្តែនៅក្នុងនេះបងប្អូនបាទខ្ញុំវិភាគគូនេះវាមិនចង់ទាំងចេញទៀតដោយសារមូលហេតុអីគេបងប្អូនបាទគូនេះវារៀងថាមួយបុកមួយបច្ចេកទេសប៉ុន្តែនៅក្នុងនោះរទ្ធីគីងកុងក៏គាត់បាននិយាយដែរគាត់ថាមកលើកនេះគឺមកវាយហើយបាទលើកនេះអត់ប្រឡែងទេប៉ុន្តែចំណែកវីរៈហោះហើរវិញគឺគេបាននិយាយដែរថាលើកមុនគាត់ថយមែនក៏ប៉ុន្តែលើកនេះគាត់ថានឹងលេងឲ្យឆ្អែតនឹងលេងឲ្យគីងកុងស្គាល់របស់ពិតម្ដងបាទអញ្ចឹងគូនេះបងប្អូនបាទសម្រាប់ admin វិញគឺហ៊ាននិយាយថាពិបាករើសបន្តិចព្រោះអីស្រឡាញ់ដូចគ្នាបាទអរគុណខ្មែរបាទថ្នាលបែបគេហៅថាបន្តបន្តបែបនេះណាប៉ុន្តែបើនិយាយពីទឹកចិត្តវិញថាសួរថាស្រឡាញ់កាលណាបាទនៅតែស្រឡាញ់ដូចគ្នាអញ្ចឹងប៉ុន្តែគ្រាន់តែថារឿងละអៀងតិចព្រោះអីទៅដើមពៀនចង់ឲ្យមានដាច់កុំឲ្យមានមតិរិះគន់ច្រើនអីចឹងណាប៉ុន្តែនៅក្នុងនោះ admin នៅតែស្រឡាញ់មួយបាទនៅតែស្រឡាញ់មួយបាទស្រឡាញ់ក្បាច់វីរៈហោះក៏ប៉ុន្តែមិនមែនថាស្រឡាញ់ទាំងស្រុងទេណាប៉ុន្តែនៅតែគេហៅថាមើលខាងរទ្ធីគីងកុងដែរគីងកុងនោះគេល្អបុកគេល្អក្បាច់បាទអីចឹងណាបាទមកកាផ្លេដែរណាប៉ុន្តែសួរថា admin នឹងរើសទៅខាងណាបងរើសខាងណាអញ្ចឹងមានលៀងតិចហើយព្រោះឲ្យកុំឲ្យថាបងប្អូនយើងរើសពាក់កណ្ដាលមើលទៅវាអត់សមអញ្ចឹងយើងរើសអ្នកឈ្នះតែម្ដងបងប្អូនក្នុងនេះ admin សុំរើសអ្នកឈ្នះតែម្ដងគឺរទ្ធីគីងកុងឲ្យ 55% បាទព្រោះអីដោយសារតែគាត់កម្លាំងបានបុកបានបច្ចេកទេសក៏មានដែរហើយក្បាច់ក្បួននៃការចេញចូលរបស់គាត់ក៏គាត់មានរបៀបរបស់គាត់ដែរណាប៉ុន្តែបើនិយាយពីបាទគេហៅថាវីរៈហោះហើរវិញក៏មិនអន់ដែរជាកីឡាករមួយដែលមើលទៅគេហៅថាមានភាពស្វាហាប់ចេញចូលក៏ល្អបាទច្បាស់ក៏ល្អប៉ុន្តែគ្រាន់តែថាបើនិយាយពីភាពធន់ខ្ញុំជឿជាក់ថារទ្ធីគីងកុងរៀងក្រាន់ជាងប៉ុន្តែយើងអត់ទាន់ដឹងទេយើងចាំអ៊ុតលទ្ធផលប៉ុន្តែលទ្ធផលនេះគឺខ្ញុំចង់ថាឲ្យ55-45ប៉ុន្តែនៅតែស្រឡាញ់រទ្ធីគីងកុងនៅតែស្រឡាញ់បាទវីរៈហោះហើរប៉ុន្តែអ្នកដែលឈ្នះពានយប់នេះ TVK គឺរើសរទ្ធីគីងកុងពេញបេះដូងចោះបងប្អូន fan វិញគ្រប់គ្រងខាងណាខមមិនទាំងអស់គ្នា